ប្រពន្ធរបស់លោកកែវវាសនាថារាល់ថ្ងៃមានក្តីសោកណាស់រស់នៅសាមញ្ញគ្មានបំណុលតោងខ្លួនបើគិតមកដល់ពេលនេះប្តីប្រពន្ធតារាចម្រៀងប្រុសរូបសង្ហាកែវវាសនាបានចាប់ដៃគ្នារៀបការតាមប្រពៃណីរួមរស់ជាមួយប្តីប្រពន្ធនឹងគ្នាច្រើនឆ្នាំមកហើយថែមទាំងទទួលបាននូវចំណងដៃកូនប្រុសម្នាក់និងស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ថែមទៀតកន្លងមកមហាជនតែងលើកសរសើរទៅលើភរិយារបស់តារាចម្រៀងកែវវាសនាថាអ្នកនាងមិនត្រឹមតែស្រស់ស្អាតមិនចាញ់អ្នកសិល្បៈនោះទេតែបើនិយាយខាងរកស៊ីវិញអ្នកនាងក៏ចំណាប់ដែរពលគឺអ្នកនាងដែលជាអ្នកជំនួញស្រីវ័យក្មេងដែលមានលុយចាយពេញដៃចាប់តាំងពីក្រោយផ្ទឹមរួមរស់ជាមួយនឹងប្រពន្ធមកដល់បច្ចុប្បន្នកែវវាសនានិងភរិយារស់នៅក្នុងជីវិតជាអភិជនមិនធម្មតាទេមិនថាផ្ទះវីឡារថយន្តទំនើបរបស់របរប្រើប្រាស់សុទ្ធតែទំនើបថ្លៃសុទ្ធតែប្តីប្រពន្ធមួយគូនេះមានសពគ្រប់មិនខ្វះទន្ទឹមនឹងការទទួលបាននៅជីវិតពេញបរិបូរណ៍ទាំងសុភមង្គលទ្រព្យសម្បត្តិស្រាប់តែថ្មីនេះភរិយាកែវវាសនាបានចែករំលែកសារមួយដែលគេបានសរសេររៀបរាប់ពីជីវិតអភិជនคล้ายហើយអ្នកនាងបានបញ្ចេញយោបល់ថាអញ្ចឹងខ្ញុំសូមចំណោមភាគតិចហើយសាមញ្ញតែមិនជំពាក់អ្នកណាមករៀលសំបីតែធនាគារមានតែគេជំពាក់ខ្ញុំខ្ចីខ្ញុំជុំទឹះខាងក្រៅក្តីសោកជាងការបង្ហាញទិញផ្ទះទិញដីទិញពេជ្រទិញឡានបើជំពាក់គេសក់ចិត្តមិនទិញមិនជីបើទិញ5កន្លែងផុសមួយច្រើនពេកផងសាមញ្ញមិនចង់ចាញ់មិនចង់ឈ្នះអ្នកណារាល់ថ្ងៃមហាក្តីសោកពេញលេញអ្វីដែលប៉ងធំជាងគេមនុស្សជាទីស្រឡាញ់គឺមានសុភមង្គលពីការវាសនាបាទអរលោកអ្នកនាងជាទីមេត្រីនេះគឺជាអត្ថន័យកពាក្យខ្លឹមសារខ្លះបាទដែលនិយាយអំពីប្រពន្ធរបស់លោកកែវវាសនាដែលជាតារាចម្រៀងដ៏ល្បីមួយរូបនិយាយអំពីការដែលរកស៊ីមានរបស់របរអ្វីទាំងអស់នោះគឺនាងមិនដែលខ្វះនោះទេហើយអ្វីដែលពិសេសនឹងគួរចាប់អារម្មណ៍នោះប្រពន្ធរបស់លោកកែវវាសនាគឺជាអ្នកជំនួញដ៏វ័យក្មេងហើយឆ្លាតទៀតផងប្រកែករកស៊ីហ្នឹងហើយអរគុណសម្រាប់ការតាមដានព័ត៌មានតាំងពីដើមដល់ចប់